មកស្ដាប់អ្នកវិភាគនយោបាយអះអាងថាតើនឹងស្ដាប់ទាំងអស់គ្នារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចអធិបតីនាយករដ្ឋមន្ត្រីមិនដែលទុកបងប្អូនវីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធកម្ពុជាម្នាក់ណាចោលឡើយយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមនេះពិតជាមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពយ៉ាងពិតប្រាកដត្បិតពន្លឺសន្តិភាពបាននឹងកំពុងជះស្រមោលកាន់តែច្បាស់មកកាន់ដែនដីសុវណ្ណភូមិដ៏បវរនៃយើងជាបណ្ដើរហើយការវិលត្រឡប់របស់វីរៈកងទ័ពទាំង18នាក់នៅព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025កន្លងមកនេះគឺជាកម្លាំងចិត្តសម្រាប់ការកសាងជាតិនិងការពារអធិបតេយ្យភាពជាតិខ្មែរប្រជាប្រដ្ឋខ្មែរសិស្សានុសិស្សនិស្សិតបញ្ញវន្តគ្រប់ទិសទីបាននាំគ្នាអបអរសាទរអ្នកខ្លះលុតជង្គង់គោរពទទួលស្វាគមន៍វីរភាពកងទ័ពទាំង18នាក់ដែលបានវិលត្រឡប់មកកម្ពុជាយើងវិញបន្ទាប់ពីសម្ដេចអធិបតីហ៊ុនម៉ាណែតខិតខំប្រឹងប្រែងចរចានិងស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់មួយនេះសូមជនរួមជាតិជឿជាក់លើរាជរដ្ឋាភិបាលដោយរួមស្មារតីជាតិខ្មែរតែមួយជៀសវាងការចាញ់ឧបាយកលផ្សេងរបស់ក្រុមឧទាមណាដែលមានចេតនាបំផ្លាញកម្ពុជាញុះញង់ពីក្រុមជននិយមណាមួយធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតដើម្បីសន្តិភាពតាមផ្លូវច្បាប់និងការទូតនេះគឺជាអ្វីដែលសំខាន់ខ្ញុំចង់បញ្ជាក់និងរំលឹកដល់ជនរួមជាតិទាំងអស់ថាសង្គ្រាមដែលថៃឈ្លានពានកម្ពុជាលើកទី1ឆ្នាំ1954សង្គ្រាមលើកទី2ឆ្នាំ2008សង្គ្រាមលើកទី3ខែកក្កដានិងខែធ្នូឆ្នាំ2025នេះទោះបីសង្គ្រាមថៃឈ្លានពានកម្ពុជាគ្រប់គ្រងកន្លែងណាក៏ដោយត្រូវតែប្រគល់ឲ្យខ្មែរវិញទាំងអស់និងសងផលខូចខាតទាំងអស់ដែលបានបង្កឲ្យខូចខាតរបួសនិងស្លាប់ដោយសារទង្វើថៃឈ្លានពានកម្ពុជានេះដោយចុងបញ្ចប់នៃសង្គ្រាមគឺសៀមត្រូវតែអនុវត្តតាមផែនទីຂະຫນາດនៃអនុសញ្ញាឬសន្ធិសញ្ញាឆ្នាំ1904 1907និងផ្អែកលើ MOU ឆ្នាំ2000បន្តនីតិវិធី GBC ដើម្បីដើរតួនាទីក្នុងផែនទីការបោះបង្គោលព្រំដែនព្រោះប្រទេសយើងទាំងពីរជាមានច្បាប់ព្រំដែនអន្តរជាតិមិនមានប្រទេសណាអនុវត្តការបោះបង្គោលព្រំដែនដោយឯកតោភាគីបានឡើយមានតែផែនទីຂະຫນາດ1លើ200ប៉ុនតែមួយគត់ដែលមានមូលដ្ឋានច្បាប់ត្រឹមត្រូវប្រើប្រាស់ផ្លូវការក្នុងការវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជាសៀមដូច្នេះកម្ពុជាពាត់ប្រកាសណាស់នឹងយកនៅអ្វីដែលជាទឹកដីនៃដែនអធិបតេយ្យភាពរបស់កម្ពុជាត្រឡប់មកវិញចាំបន្តិចទៀតទៅបងប្អូននឹងវិលត្រឡប់មកវិញហើយបងប្អូនរងចាំបន្តិចទៀតទៅរាជរដ្ឋាភិបាលមិនចោលទេដោយកងទ័ពរបស់យើងចឹងឃើញអត់កងទ័ពរបស់យើងរាជរដ្ឋាភិបាលគិតណាស់ទាមទារឲ្យដោះលែងមកវិញឃើញអត់